Hello អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបប្រើប្រាស់ command line នៅក្នុង Windows ដើម្បីប្រើប្រាស់ command line នៅក្នុង Windows បានអ្នកទាំងអស់គ្នាត្រូវការ command prompt ដើម្បីបើក command prompt បានអ្នកទាំងអស់គ្នាមានពីរ method ទី1គឺអ្នកទាំងអស់គ្នាអាចចុចលើពាក្យ Windows icon បន្ទាប់មក search ពាក្យថា CMD បន្ទាប់មកនេះវានឹងចេញហើយអ្នកទាំងអស់គ្នាចុចពាក្យថា open ចុចពាក្យ open វានឹងចេញហើយ method ទី2នោះគឺអ្នកទាំងអស់គ្នាចុច Windows plus O ហើយវាយពាក្យថា CMD បន្ទាប់មកវានឹងចេញបន្ទាប់មកចុចពាក្យថា OK បន្ទាប់ពីវាចេញហើយនេះវានឹងចេញជាទម្រង់បែបនេះដើម្បីអាចប្រើប្រាស់ command line បានគឺវិធីទី1ឬក៏ជំហានដំបូងគឺអ្នកទាំងអស់គ្នាត្រូវដឹងថាតើអ្នកទាំងអស់គ្នាស្ថិតនៅលើកំពុងស្ថិតនៅឯណាដើម្បីដឹងថាអ្នកទាំងអស់គ្នាកំពុងស្ថិតនៅឯណាអ្នកទាំងអស់គ្នាប្រើ command មួយដែលជា command នោះគឺ cd នេះវានឹងសរថាអ្នកទាំងអស់គ្នានៅកន្លែងណាហើយមួយទៀតដើម្បីដឹងថាតើឯកសារណាខ្លះដែលនៅជុំវិញអ្នកទាំងអស់គ្នាប្រើ command មួយគឺ command dir នេះវានឹងប្រាប់ថា command អីដែលនៅចិត្តអ្នកទាំងអស់គ្នាតែវាឃើញតិចទេតែដើម្បីឲ្យដឹងថាតើ command ណាខ្លះដែល hidden ណាលក្ខណៈថាវា hidden file វាអត់បានបង្ហាញអ្នកទាំងអស់គ្នា search ថា dir/a បន្ទាប់មក hit enter នេះវានឹងចេញមកនេះទាំងប្រមាណនេះនេះ hidden file អ្នកទាំងអស់គ្នាអាចមើលបានបន្ទាប់មកមួយទៀតគឺដើម្បីដឹងថាដើម្បីចង់ file អីមួយឧទាហរណ៍អញ្ចឹងខ្ញុំបង្កើត file មួយនេះនៅក្នុង folder របស់ខ្ញុំណា sorry អ្នកទាំងអស់គ្នា oh my god តើបើក file ថ្មីtemplate ចុច file explorer បន្ទាប់មកខ្ញុំចុចប្រយោគ document ហើយខ្ញុំយកឧបមាថាខ្ញុំចង់យកណាមួយខ្ញុំបង្កើតថ្មីខ្ញុំដាក់ពាក្យថា CMD បន្ទាប់មកខ្ញុំคลิกចូល enter ហើយខ្ញុំបង្កើត file ថ្មីមួយទៀតដែលជាប្រភេទ file document ហើយខ្ញុំវាយពាក្យថា CMD test បន្ទាប់មកខ្ញុំចូលវាយថា so please subscribe and like to this channel ឥឡូវខ្ញុំ share វាសិនអូខេខ្ញុំ share ឬក៏អ្នកនរគ្នាចុចពាក្យ file បន្ទាប់មកយកពាក្យ share ឬក៏អ្នកនរគ្នាអាច control S close វាបន្ទាប់មកឥឡូវខ្ញុំចង់ file ឈ្មោះថា CMD test តែខ្ញុំមិនដឹងថាវានៅណាឧបមាជាឧបមាអញ្ចឹងនៅរឿងអ្នកទាំងអស់គ្នាត្រូវធ្វើគឺអ្នកទាំងអស់គ្នាចុចវាយពាក្យថា dir/s c d test.txt វាកំពុង search នេះ oh my god នេះគឺ file ហ្នឹងនៅក្នុងនេះនៅក្នុង directory នេះដើម្បីចូលទៅមើលថានៅក្នុង file ហ្នឹងមានអក្សរអីខ្លះអ្នកទាំងអស់គ្នា copy អានេះសិនមកអ្នក Ctrl C បន្ទាប់មកអ្នកវាយ command ថា cd ហើយផាហ្នឹងមកអា cd នឹងមានន័យថាអ្នកទាំងអស់គ្នាផ្លាស់ប្ដូរពីអានេះទៅកាន់អានេះទៅផ្លាស់ប្ដូរពីអានេះទៅឈរលើឯកសារនេះអញ្ចឹងអ្នកទាំងអស់ hit enter បន្ទាប់មកអ្នកទាំងអស់គ្នាប្រើ command dir ដើម្បីដឹងថាតើនៅក្នុងឯកសារហ្នឹងមានអីគេខ្លះ dir នេះក៏មានប៉ុណ្ណេះនេះហើយឯកសារដែលយើងចង់ប្រើគឺ CMD CMD គឺបន្ទាប់មកនេះជប់វាឲ្យមកនៅក្នុងឯកសារហ្នឹងត្រូវរើទៀតអញ្ចឹងនេះចាំមានតែ CD ហើយអានេះមួយទៀតឯនេះ
Yeah ខ្ញុំមិនដឹងថៃតាមវាចេញចឹង CMD hit enter បន្តមកអ្នកទាំងអស់គ្នាពេលវាចេញចឹងអ្នកទាំងអស់គ្នាចុចពាក្យថា D អាចបកនេះគឺអ្នក CMD test.txt ដើម្បីចូលទៅអានឯកសារនឹងបានអ្នកទាំងអស់គ្នាត្រូវប្រើ command line មួយដែលមានឈ្មោះថា type type បន្តមកវាយមក CMD test.txt what the heck wait a minute ខ្ញុំវាយខុសជួយខុសត្រង់ណាសង្ស័យមកខ្ញុំដក clear មកទៅយ៉ាឥឡូវកុំខ្វល់ចូលទៅកាន់ command line ផ្សេងទៀតដើម្បីចូលទៅបានខ្ញុំសូមត្រឡប់ទៅកាន់ home page វិញដោយប្រើ command នេះចង់ត្រឡប់ទៅវិញណាប្រើ cd dot 2មក cd dot 2យ៉ាមកដល់ command line ដើមវិញនេះមកដល់ rock user វិញហើយបន្តមកដើម្បីថាឆែកថាតើអ្នកទាំងអស់គ្នាគឺស្ថិតនៅគឺជានរណាលក្ខណៈថា who am I desktop អ្នកឈ្មោះនេះ device របស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាចង់ដឹងថា host របស់អ្នកឈ្មោះអ្នកទាំងអស់គ្នាប្រើ command line មួយដែលមានឈ្មោះថា host name វាមិនចាញ់មកអ្នកហើយមួយទៀតបងអ្នកទាំងអស់គ្នាចង់ដឹងអំពី system របស់អ្នកទាំងអស់គ្នាប្រើ command line មួយដែលមានឈ្មោះថា system info hit enter នេះវាត្រូវការចាំមកស្ទុះដែរអូខេនេះចេញមកហើយសុំ hit ដែរឲ្យអ្នកគ្នាឃើញដែរចេញមកទាំង OS name OS version OS configuration OS build type register owner register organization product ID register នេះវាចេញមកទាំងអស់នេះ original install date system boot time system manufacturer system model system site process by BOS version Windows directory system directory boot device system locate input locate time zone total physical ចឹងលក្ខណៈមើលខ្លួនឯងហើយមួយទៀតដើម្បីចង់ដឹងថាតើវា connect ទៅកាន់ network ទំនិញអ្នកទាំងអស់គ្នាប្រើ command line មួយដែលមានឈ្មោះថា ipconfig នេះវាចេញមកឲ្យទាំង IP របស់អ្នកទាំងអស់គ្នានេះចេញមកអស់ហើយតែខ្ញុំសុំលាក់ឲ្យណានេះវានៅ command line ទាំងនេះចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេសូមអ្នកទាំងអស់គ្នាកុំភ្លេចចុច like subscribe របស់ខ្ញុំម្នាក់មួយផងដើម្បីបន្តជួយកម្លាំងចិត្តខ្ញុំធ្វើវីដេអូបន្តទៀតសូមអរគុណ Goodbye